ជួនកាលគេមិនបានអាក្រក់ដូចជាការគិតរបស់យើងនោះទេគឺមកពីកំហឹងនៅក្នុងខ្លួនរបស់យើងវាច្រើនជ្រុលប៉ុណ្ណោះដោយដែលយើងបានដឹងហើយថាអារម្មណ៍អវិជ្ជមានគឺជាអារម្មណ៍មួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងមែនទែនវាធ្វើឲ្យយើងតានតឹងឡើងកម្ដៅក្នុងខ្លួនប៉ុន្តែពេលដែលជួបបញ្ហាយើងតែងតែគិតអវិជ្ជមានជានិច្ចតិចឬច្រើនមិនអត់នោះទេទៅតាមកំហឹងដែលយើងមានព្រោះចិត្តទោសៈការប្រកាន់ហួងហែងខឹងក្រោធកើតឡើងទៅតាមសភាវៈចិត្តពីធម្មជាតិដែលមានពីកំណើតរបស់យើងម្នាក់ៗយើងអាចកាត់បន្ថយអារម្មណ៍អវិជ្ជមានទាំងអស់នោះបានតាមរយៈការគិតរបស់យើងនេះឯងឧទាហរណ៍ថាយើងមានបញ្ហាជាមួយនឹងមិត្តរួមការងាររបស់យើងនៅកន្លែងធ្វើការគាត់តែងតែឧស្សាហ៍និយាយដើមយើងប្រាប់ទៅកាន់មិត្តរួមការងារផ្សេងទៀតក៏ដូចជាច្បាយនីរបស់យើងប្រសិនបើយើងមិនបានពិចារណានោះទេយើងប្រកបជាខឹងគាត់ទៅតាមកំហឹងដែលដឹកនាំចេញពីខាងក្នុងចិត្តរបស់យើងដូច្នេះកំហឹងទាំងអស់នេះហើយគឺជាអ្នកធ្វើបាបយើងមុនគេមិនមែនជាមិត្តរួមការងាររបស់យើងហើយក៏មិនមែនជាច្បាយនីរបស់យើងនោះដែរពេលជួបប្រទះនឹងបញ្ហាណាមួយនៅក្នុងជីវិតយើងរវល់តែអនុញ្ញាតឲ្យកំហឹងដឹកនាំបែរជាភ្លេចងាកមកឆ្លុះបញ្ចាំងមើលពីខ្លួនឯងទៅវិញថាតើអ្វីដែលយើងធ្វើវាបានត្រឹមត្រូវហើយឬនៅកុំរវល់តែខឹងហើយបន្ទោសគេអីប្រសិនបើយើងយកពេលវេលាដែលយើងខឹងឬក៏ស្ដីបន្ទោសអ្នកដទៃក្រឡេកមកមើលអំពីសកម្មភាពរបស់ខ្លួនឯងថាតើរាល់ទង្វើដែលយើងបានធ្វើឬក៏រាល់ពាក្យសម្ដីដែលយើងបាននិយាយវាប្រកបជាត្រឹមត្រូវហើយមិនប៉ះពាល់ទៅដល់អ្នកដទៃពិតមែនដែរឬទេប្រសិនបើយើងងាកមកពិចារណាអំពីខ្លួនឯងបានដូច្នេះយើងនឹងអាចជៀសផុតពីអារម្មណ៍ស្អប់អារម្មណ៍ខឹងទាំងអស់នោះបានព្រោះថាការប្រព្រឹត្តកំហុសឬក៏ខ្វះចន្លោះផ្សេងៗគឺជារឿងធម្មតារបស់មនុស្សមិនមាននរណាល្អឥតខ្ចោះនោះទេប្រការដែលគួរជៀសវាងគឺការប្រព្រឹត្តកំហុសដដែលៗដោយចេតនានៅពេលដែលយើងចាប់ផ្ដើមចេះឆ្លុះបញ្ចាំងខ្លួនឯងបែបនេះវាគឺជាដំណើរការនៃការចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងផ្នែកស្មារតីចិត្តគំនិតដែលជួយឲ្យយើងយល់ដឹងនិងបញ្ជៀសបាននៅអារម្មណ៍ស្អប់ខ្ពើមការចងគំនុំគុំគួនដែលជាអារម្មណ៍អវិជ្ជមានប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តរបស់យើងមែនទែនបើយើងមិនបានយល់ដឹងទេយើងនឹងសន្សំវាច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការគិតរបស់យើងនេះឯងមនុស្សសពថ្ងៃមានអារម្មណ៍មូម៉ៅខឹងច្រើនមិនសូវចេះអត់ធ្មត់ពីព្រោះតែគាត់យល់ថាអ្នកដទៃគឺខុសជានិច្ចហើយខ្លួនគាត់គឺជាជនរងគ្រោះជានិច្ចការមិនព្រមងាកមកមើលពីកំហុសរបស់ខ្លួនឯងការគិតមិនល្អលើអ្នកដទៃគឺជាការធ្វើបាបខ្លួនឯងជួនកាលគេមិនបានអាក្រក់ដូចជាការគិតរបស់យើងនោះទេគឺមកពីកំហឹងនៅក្នុងខ្លួនរបស់យើងវាច្រើនជ្រុលប៉ុណ្ណោះបដូរការគិតតែបន្តិចយើងនឹងត្រជាក់ចិត្តបានភ្លាមសូមរស់នៅដោយក្តីស្រឡាញ់ចិត្តមេត្តាការដឹងគុណនោះជីវិតយើងនឹងជួបតែសេចក្តីសុខច្រើនជាងសេចក្តីទុក្ខពេលជួបបញ្ហាណាមួយនៅក្នុងជីវិតសូមកុំព្យាយាមគិតអវិជ្ជមានខ្លាំងពេកសូមបន្ធូរអារម្មណ៍របស់យើងហើយដកដង្ហើមវែងគិតអ្វីល្អៗហើយកុំភ្លេចឆ្លុះបញ្ចាំងត្រឡប់មកកាន់ខ្លួនឯងវិញគិតថាប្រសិនបើយើងស្ថិតនៅក្នុងកលៈទេសៈដូចជាគេយើងក៏ប្រហែលជាធ្វើបែបនេះដូចគ្នាព្យាយាមយល់ពីចិត្តរបស់អ្នកដទៃហើយកែប្រែនៅរាល់ចំណុចខ្វះខាតរបស់យើងជាការប្រសើរជាងទាមទារឲ្យអ្នកដទៃយល់ពីចិត្តរបស់យើងដើម្បីអាចផ្លាស់ប្ដូរការគិតរបស់យើងបានគឺទាមទារឲ្យយើងមានការយល់ដឹងតាមរយៈការអានការស្ដាប់ឲ្យបានច្រើនទើបអាចលាងជម្រះគំនិតអវិជ្ជមានដែលកប់ជ្រៅនៅក្នុងចិត្តរបស់យើងតាំងពីយូរមកហើយឲ្យរលត់បន្តិចម្ដងបានសង្ឃឹមថាវីដេអូមួយនេះនឹងជួយជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបប្រទះបញ្ហានៅក្នុងជីវិតឲ្យងាកមកគិតល្អៗវិញបានសម្រាប់បងប្អូនដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube របស់ខ្ញុំទេហើយបងប្អូនចង់ស្ដាប់វីដេអូដែលជាចំណេះដឹងថ្មីៗបន្តទៀតកុំភ្លេចចុច follow page និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងហើយបើយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់